ស្រីថតស្រាប់តែឈប់សម្រកទម្ងន់និងបោះបង់ការសិក្សានឹកស្មានមិនដល់អ្នកដែលព្រួយបារម្ភបំផុតគឺមិត្តសម្លាញ់របស់នាងការពិតមិត្តសម្លាញ់ពីមុនក៏ថតដែរលទ្ធផលសិក្សាក៏ចប់លេខរៀងចុងក្រោយគេក្នុងសាលាទៀតផងតែមិនដឹងតាំងពីពេលណាទម្ងន់របស់នាងកាន់តែឡើងខ្លាំងទោះខំប្រឹងហាត់ប្រាណយ៉ាងណាក៏មិនស្រកលទ្ធផលសិក្សាក៏ធ្លាក់ពីលេខ1ក្នុងសាលាធ្លាក់ដល់លេខរៀងចុងក្រោយតែមិត្តសម្លាញ់វិញមិនត្រឹមតែស្រកគីឡូខ្លាយជាស្រីស្អាតថែមទាំងមកឈរលេខ1ប្រចាំសាលាជំនួសនាងទៀតតែក្មេងស្រីមិនបានគិតច្រើនទេរាល់យប់ត្រូវបងប្រុសនាំទៅរត់ហាត់ប្រាណសម្រកទម្ងន់ទៀតរហូតដល់ថ្ងៃមួយគាត់មិនបានខំរៀនសូត្រតែបែរជាជាប់លេខ1ក្នុងសាលាត្រូវបងប្រុសចិញ្ចឹមផ្ទះកំភ្លៀងមួយពេលឃើញខំមិនទៅដឹងការពិតតើពេលណាទៅគាត់ដឹងថាខ្លួនឯងជាប់ប្រព័ន្ធខ្វះខាតលុយគាត់ខំរៀនខ្លាំងប៉ុណ្ណាសិស្សក្រីក៏ឈ្មោះលីស៊ឺស៊ឺកាន់តែក្រប៉ុណ្ណោះពេលគាត់កាន់តែសម្រកទម្ងន់រៀនរបស់លីស៊ីស៊ីកាន់តែស្អាតទីបំផុតរាល់ការខំប្រឹងប្រែងដែលខ្លួនបានលះបង់បែរជាបានទៅលើមិត្តសម្លាញ់ទៅវិញគិតដល់រឿងមុនដែលយ៉ាងជីបង្ខំឲ្យខ្លួនដុំអាហារនិងជំរុញឲ្យខ្លួនខំរៀនខុសពីធម្មតាវាត្រូវគ្នានឹងឧបាយកលដែលបានលាតត្រដាងនៅក្នុង comment យ៉ាងពេញលេញការពិតយ៉ាងជីបានខົບខិតជាមួយមិត្តសម្លាញ់តាំងពីយូរមកហើយដោយសារការលះបង់របស់គាត់ដើម្បីជួយឲ្យមិត្តសម្លាញ់ល្អប្រសើរឡើងក្រោយពីឃើញការពិតក្មេងស្រីសម្រេចចិត្តបោះបង់ចោលភ្លាមពេលនោះដែរកូនកំលោះដែលជាមិត្តកុមារភាពបានដើរចូលមកបន្ទាប់ពីក្មេងស្រីប្រែជាអាក្រក់គាត់មិនដែលចាក់ចេញពីនាងឡើយក្មេងស្រីគិតថាគាត់ស្មោះត្រង់នឹកស្មានមិនដល់ទស្សនិកជនបានរំលឹកថាសកម្មភាពទាំងអស់នេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះគឺដើម្បីឲ្យក្មេងស្រីព្រមទ្រាំលំបាកភ្លាមនោះក្មេងស្រីបង្ហាញទឹកមុខខ្ពើមម្អើមហើយរុញដៃគាត់ចេញឈប់ខ្ញុំប្រកាសឯកតភាគីថាខ្ញុំលែងរាប់អានឯងជាមិត្តទៀតហើយប៉ុន្តែមិននឹកស្មានថាមិត្តកុមារខឹងសម្បាយ៉ាងខ្លាំងហើយចេះនាងថាធ្វើរកដូចម្ចាស់កត្រីនៅចំពោះមុខមិត្តរួមថ្នាក់ទាំងអស់បន្ទាប់មករុញក្មេងស្រីឲ្យដួលយ៉ាងខ្លាំងនៅពេលនេះក្មេងស្រីសំណាងល្អដែលខ្ញុំមើលឃើញចរិតពិតរបស់គេទាន់ពេលខ្ញុំក៏ងាកទៅតេឡេហ្វូនយល់ព្រមទៅរៀននៅក្រៅប្រទេសតាមការរៀបចំរបស់ប៉ាម៉ាក់ហើយក៏លុបចោលគម្រោងរៀបការជាមួយកំឡោះដែលធំដឹងក្តីជាមួយគ្នាខណៈដែលនាងចាប់ផ្ដើមបោះបង់ចោលអ្វីទាំងអស់លទ្ធផលសិក្សារបស់មិត្តសម្លាញ់ក៏ចាប់ផ្ដើមធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ខកខានឱកាសបានអាហារូបករណ៍ចូលរៀននៅសាកលវិទ្យាល័យឈីងហួរនិងប៉េកាំងសិស្សជាច្រើនអ្នកបានមកចំរោមលើកទឹកចិត្តមិត្តសម្លាញ់មានតែនាងទេដែលហាក់ដូចជាគ្មានរឿងអ្វីកើតឡើងហើយអង្គុយលេងទូរស័ព្ទនៅក្បែរនោះទង្វើនេះបានធ្វើឲ្យមិត្តរួមថ្នាក់របស់មិត្តសម្លាញ់ខឹងសម្បាភ្លាមអាថតងាប់ឯងនៅមានមុខមកលេងទូរស័ព្ទទៀតហ៎ឯងសប្បាយចិត្តណាស់មែនទេស៊ីស៊ឺគាត់ពិបាកចិត្តខ្លាំងណាស់ហើយហេតុអ្វីបានជាឯងមិនទៅលួងគាត់កុំភ័យឲ្យខ្ញុំដែលប្រឡងជាប់លេខបាត់ទៅលួងគាត់អ្នកដែលប្រឡងជាប់លេខរៀងទីប៉ុន្មានប្រចាំថ្នាក់ឯណោះកុំឆ្លោះគ្នាទៀតអីពេលនោះមិត្តសម្លាញ់លោតចេញមកធ្វើជាមនុស្សល្អហាក់ដូចជាសំណើដ៏ទន់ភ្លន់ថ្ងៃត្រង់នាងទៅកន្លែងលក់អាហារដើម្បីទិញបាយឲ្យអ្នកទាំងអស់គ្នាខ្ញុំមិនញ៉ាំខ្ញីទេទិញសាច់ជ្រូកខ្វៃឲ្យខ្ញុំ2ចានអូកុំអីខ្ទឹមខ្ញុំមិនរើសទេប៉ុន្តែខ្ញុំចង់ឲ្យម្នាក់យ៉ាងតិច50យន់សិស្សក្នុងថ្នាក់មាន40នាក់2000យន់ប្រហែលជាគ្រប់គ្រាន់ហើយអរគុណហើយតែ2000យន់ទេប្រហែលជាមិនចាំបាច់ពួកយើងឲ្យអ្នកទេមើលទៅប៉ុន្តែពេលនេះក្មេងស្រីម្នាក់នោះលែងដូចកាលពីមុនទៀតហើយតែចេះតែធ្វើល្អដើម្បីផ្គប់ចិត្តអ្នកដទៃពេលភ្ញាក់ខ្លួនដឹងការពិតនាងលែងចង់ញឹមដាក់អ្នកណាទៀតហើយជាពិសេសមិត្តសម្លាញ់តែតែងតែយកប្រៀបអ្នកដទៃបែបនេះចៃដន្យអីនាងក៏ឃ្លានដែរភ្លាមនោះក៏ហៅអ្នកមើលការខុសត្រូវនៅផ្ទះឲ្យគេយកអាហារមកឲ្យមួយចានធំតែមិនទាន់បានបាយផងប៉ុន្តែមុនពេលនាងបានអាហារផងស្រាប់តែឃើញមិត្តសម្លាញ់លួចបើករបស់នាងបាត់ទៅហើយថែមទាំងហូបយ៉ាងឆ្ងាញ់ទៀតពេលនាងសួរនាំពួកគេឆ្លើយយ៉ាងត្រង់ថាគឺដើម្បីល្អដល់នាងទេរបស់ខ្លាញ់បែបនេះញ៉ាំទៅធ្វើមិនស្រកគីឡូមើលកញ្ចក់មើលខ្លួនឯងផងទៅថតដល់ថ្នាក់នេះហើយនៅតែចង់ញ៉ាំទៀតអ្នកគួរតែអរគុណពួកយើងដែលបានជួយដោះស្រាយរឿងទាំងនេះឲ្យអ្នកសូម្បីតែមិត្តរួមថ្នាក់នៅក្បែរនោះក៏យកស្រុកដែរថាបាយកាអោក្រហមនេះឆ្ងាញ់ឲ្យក្មេងស្រីកំងមួយចានទៀតក្រឡេកមើលមុខមាត់អាក្រក់របស់ពួកគេក្មេងស្រីសម្រេចចិត្តថាមិនទ្រាំនឹងរឿងទាំងនេះទៀតទេប៉ុន្តែសន្តាគារផ្កាយ5តម្លៃ888យន់ក្នុងម្នាក់ហើយសម្រាប់6នាក់ឯណោះពួកឯងយករបស់ខ្ញុំទៅដោយគ្មានការអនុញ្ញាតពីខ្ញុំទង្វើនេះជាបទល្មើសព្រំទណ្ឌហើយបើពួកឯងមិនព្រមសារភាពទេគាត់និយាយហើយក៏យកទូរស័ព្ទមកត្រៀមហៅប៉ូលីសពេលរីបែបនេះសិស្សទាំងអស់ភ័យស្លន់ស្លោនាំគ្នាក្រវីដៃបដិសេធពេលនោះមិត្តសម្លាញ់ក៏ចេញមុខមកធ្វើជាសប្បុរសហើយនិយាយថាខ្លួននាងជាអ្នកសង្លុយនេះពេលក្មេងស្រីមើលឃើញនាងនិយាយយ៉ាងម៉ឺងម៉ាត់បែបនេះក៏ឆ្ងល់ថាតើនាងមានលុយច្រើនមកពីណាមិននឹកស្មានថាពេលនោះបងប្រុសចិញ្ចឹមស្រាប់តែមកដល់ថ្នាក់គាត់ការពារមិត្តសម្លាញ់ដែលចេះតែគិតតែប្រយោជន៍ខ្លួនភ្លាមដោយមិនសួរពីហេតុផលរឿងនេះធ្វើឲ្យក្មេងស្រីខឹងសម្បាយ៉ាងខ្លាំងកាលពីដំបូងគឺដោយសារតែខ្លួនចង់បានបងប្រុសគាត់ក៏មកផ្ទះដោយមុខក្រាស់ហើយចង់ប្រើល្បិចផ្ទេរសម្បត្តិកំណើទៅឈ្មោះប៉ាម៉ាក់តែចុងក្រោយគាត់បែរជាចង់មកជ្រកកោនដើម្បីការពារល្បិចកលមិត្តសម្លាញ់គំរាមកំហែងនាងគុំសង្ឃឹមថានឹងបានលុយចាយមួយកាក់មួយសេនទៀត
តែគាត់នឹកស្មានមិនដល់ថាពាក្យទាំងនេះត្រូវបាននាងថតទុកហើយផ្ញើទៅឲ្យប៉ាម៉ាក់លុយរបស់ឯងត្រូវយកទៅសងកំហុសឲ្យស៊ីស៊ឺទាំងអស់បើសិនជាគេដើរចូលមាត់កំភ្លើងខ្លួនឯងអញ្ចឹងខ្ញុំក៏មិនចាំបាច់ឲ្យតម្លៃគេដែរលៀងចឹងយូរប្រហែលជាពីមុនខ្ញុំគោរពឯងខ្លាំងពេកហើយមើលទៅទើបធ្វើឲ្យឯងភ្លេចអត្តសញ្ញាណខ្លួនឯងអីចឹងហោះបើឯងចង់ធ្វើជាវីរៈបុរសអញ្ចឹងប្រាក់ 50,000 នេះឯងជាអ្នកចេញទៅយ៉ាងក៏គិតថាខ្លួនឯងឆ្លាតណាស់នាងនៅតែងាយស្រួលបញ្ជាដូចមុនដដែលនោះពេលយកទូរស័ព្ទមើលទើបដឹងថាកណនីធនាគារទាំងអស់របស់គាត់ត្រូវបានបង្កកដោយសារមិនដឹងរឿងពិតដើម្បីកិត្តិយសគាត់ក៏សម្រេចចិត្តយកនាឡិកាតែមួយគត់ដែលគាត់មានមកសងជំនួសហើយនាងក៏មិនចង់គិតគូរច្រើនដែរព្រោះឪពុកម្ដាយរបស់នាងនឹងរកគាត់ដោយខ្លួនឯងអ្វីដែលគាត់ត្រូវធ្វើឥឡូវនេះគឺបន្តធ្វើមិនដឹងមិននឿមិនយូរប៉ុន្មានពីសប្តាហ៍បានកន្លងផុតទៅពូរបស់មិត្តស្រីក្បាលខូចចាប់ផ្ដើមប៉ងឡើងរៀនក៏លែងសូវចូលផ្ទុយទៅវិញក្មេងស្រីនោះបែរជាស្គមខ្លាំងពេលដល់ការប្រឡងមិត្តស្រីក្បាលខូចឆ្លើយសំណួរសាមញ្ញបំផុតក៏មិនបានផ្ទុយទៅវិញក្មេងស្រីនោះបានដឹងថាចម្លើយទាំងអស់របស់ខ្លួនគឺត្រឹមត្រូវក្នុងចិត្តគាត់សប្បាយរីករាយជាសម្ងាត់គិតថាពេលនេះគាត់អាចសងសឹកអ្នកទាំងអស់គ្នាបានហើយប៉ុន្តែអ្នកណាទៅដឹងថាដោយសារតែមិត្តកុមារភាពត្រូវបានដកពាក្យទើបត្រូវឪពុកស្ដីបន្ទោសយ៉ាងចាស់ដៃតែគូសហការរបស់គ្រួសារគាត់គឺសុទ្ធតែមើលមុខឪពុកនាងទាំងអស់ប្រសិនបើអាពាហ៍ពិពាហ៍របស់ពួកគេបរាជ័យនោះគ្រួសារគេនឹងខ្សែធនភ្លាមដូច្នេះឪពុកក៏គំរាមមិត្តកុមារភាពឲ្យលួងលោមនាងត្រឡប់មកវិញតែអ្នកណាទៅដឹងថាវិធីដែលគាត់លួងលោមនាងគឺប្លែកខ្លាំងម្ល៉េះអត់ខ្មាស់គេគិតថាខ្លួនឯងសង្ហាការដែលនាងស្រឡាញ់គាត់គឺឲ្យតម្លៃគាត់ហើយសម្រាប់ខ្ញុំវិញចូលចិត្តនិយាយផ្អែមល្ហែមមិនចូលចិត្តបង្ខំបើឯងមានចិត្តទិញផ្កាកុលាបមួយបាច់មកចាំនៅខាងក្រោមអគារស្នាក់នៅរបស់សិស្សប្រុសមួយយប់អូននឹងពិចារណាផ្សះផ្សាជាមួយបងវិញភ្លាមនោះក្មេងស្រីខឹងនឹងពាក្យសម្ដីរបស់គាត់រហូតដល់សើចនាងមិននឹកស្មានថាគាត់គ្មានអៀនខ្មាស់ដល់ម្លឹងសោះតែនាងមិនដឹងថានាងក្លាយជាមនុស្សដែលគាត់លែងអាចផ្គប់ចិត្តបានទៀតទេមិននឹកស្មានថាមិត្តរួមថ្នាក់នៅក្បែរនោះក៏យល់ស្របថាក្មេងស្រីនោះគ្មានអៀនខ្មាស់ដែរថ្ងៃក្តៅបែបនេះគាត់ពាក់ម៉ាស់ប្រហែលជាខ្លាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងហើយមើលទៅនិយាយហើយក៏ចាប់ដោះម៉ាស់ក្មេងស្រីនោះចេញដើម្បីធ្វើឲ្យនាងខ្មាស់គេ